ឲ្យបានតែទ្របខ្លួនឯងយ៉ាងទេគឺរំពេលោភលន់ចង់បានរបស់អ្នកដទៃជារបស់ខ្លួននេះឯងធ្ងន់ធ្ងរសពថ្ងៃនេះរស់ស៊ីជាមួយគ្នារំពេមិនឆោបោកមិនដើម្បីកេងពីគេយកឲ្យបានច្រើនសម្រាប់ខ្លួនឯងនេះជាគ្រោះថ្នាក់មួយដែលយើងត្រូវតែគិតថាក្នុងនាមជាមនុស្សម្នាក់អត់គួរធ្វើអញ្ចឹងទេព្រោះបាបកម្មនឹងឲ្យខ្លួនឯងវិញកុំភ្លេចជាតិជីវិតយើងមកជាតិទៅមកជាតិបន្តគ្នារហូតវាមានផលវិបាកដោយសារអីដោយសារយើងបង្កើតហេតុឲ្យខ្លួនឯងកូនចៅប្រុសស្រីគិតទៅអ្នកដែលចេះមកពីអីមកពីរៀនមកពីខំរៀនបានចេះអ្នកដែលមានមកពីអីមកពីខំរបានមានបានចុះបើខ្ជិលច្រអូសឲ្យចាំស្រាប់នោះសួរថាបានពីណាទៅនឹងបំពេញហេតុទៀតហេតុដែលមានទ្រព្យគឺខំផ្សាយរកដោយសមអាជីវៈមិនទៅលួចប្លន់គេទេណាដោយសមអាជីវៈហេតុដែលនាំឲ្យចេះគឺខំរៀនកុំអស់សង្ឃឹមទោះបីជារៀននឹងវាអត់បានលេខល្អវាបញ្ញាវាខ្សោយក៏ពិតមែនតែត្រូវតែប្រឹងរៀនឲ្យស្មោះត្រង់នឹងខ្លួនឯងស្មោះត្រង់ខ្លួនឯងថាអាត្មាអញហេតុអីបានរៀនមិនប្រកែកដូចគេមកពីអាត្មាអញអត់យកចិត្តទុកដាក់ពេលគ្រូបង្រៀនរវល់ដណ្ដែតដងរេមីឬក៏រវល់អីរវល់ម៉ែគាត់ប្រើនេះកូនចៅប្រុសស្រីខ្លះពុកម្ដាយក្រប្រើលិចប្រើកើតប្រើមើលប្អូនអត់មានពេលរៀននោះវាជារឿងមួយហើយប៉ុន្តែនោះអ្នកដែលមានទ្រព្យសម្បត្តិម៉ែឪទំនុកបំរុងឲ្យមានឱកាសសម្រាប់រៀនសូត្រហើយអត់ប្រឹងរៀនតើយកចេះពីណាទៅយ៉ាងណាមិញជីវិតរបស់យើងដូចគ្នាបើចង់រុងរឿងគឺយើងនឹងឯងជាអ្នកឲ្យជីវិតយើងដោយរុងរឿងនោះយើងនឹងឯងជាឲ្យជាអ្នកឲ្យចំណេះវិជ្ជាមកខ្លួនឯងដើម្បីឲ្យចេះដឹងនោះយើងនឹងឯងជាអ្នកឲ្យបទពិសោធន៍មកខ្លួនឯងនៅពេលដែលយើងដាក់ខ្លួនថាយើងត្រូវតែសិក្សាពីអ្នកដទៃពីអ្នកប្រាជ្ញបណ្ឌិតពីអ្នកដែលមានបទពិសោធន៍សម្រាប់ជីវិតរៀនមួយជីវិតណាកូនត្រូវរៀនមួយជីវិតអត់មានរៀនតែម្នាក់មួយផ្នែកណាមួយរៀនគ្រប់មុខទាំងអស់ក្នុងជីវិតដែលរស់នៅទៅរុងរឿងបានកុំប្រកាន់ថាអញចេះហើយអញបាច់ខ្វល់សួរអ្នកណារៀនពីណាមិនមែនទេអត់ចេះអស់ទាំងអស់ទេរៀនហើយរៀនទៀតគ្រប់ផ្នែកទាំងអស់ក្នុងជីវិតគ្រប់វិស័យទាំងអស់ដែលព្រះអង្គសម្ដែងជាសិលសាស្ត្រព្រះអង្គបញ្ជាក់ថាឲ្យចេះនោះគឺសិលសាស្ត្រជំនាញមិនចេះលីលើអត់គ្រប់10ទេត្រូវចេះជាជំនាញឲ្យច្បាស់យើងក្នុងគណៈដែលចេះជំនាញឲ្យច្បាស់នឹងឯងដែលធ្វើឲ្យយើងយល់ថាអ្វីល្អអ្វីត្រឹមត្រូវមិនធ្វើអ្វីដែលខុសនឹងច្បាប់រដ្ឋមិនមែនលោភលន់ចង់បានពីគេដោយកេងប្រវ័ញ្ចលួចពីគេនោះទេគេខំរគណៈដែលគេខំរគេចង់បានទ្រព្យនឹងទុកសម្រាប់ជីវិតគេសម្រាប់គុតគង់អ្វីទាំងអស់សម្រាប់តម្រូវការរបស់គេបើយើងទៅយកពីគេមានន័យថាយើងធ្វើឲ្យគេក្របើយើងធ្វើឲ្យគេក្រយើងនឹងក្រណាកុំភ្លេចថាទៅកើតជាតិណាដែលក្រទ្រព្យមកពីយើងលួចគេនេះមួយទៀតអី